ទាញទៅថាស្រីប្របាទស្រីមីរៈហ្នឹងសាលាចរិតមកកាញ់មានស្រីមីរៈហ្នឹងវាអាចមកទី2ទី3ហ្នឹងចំណែកឯហ្វូណានឬក៏ស្រុកខ្មែរហ្នឹងគឺស្ដេចកាន់ហិណ្ឌូនៅរវាងពាក់កណ្ដាលសតវត្សទី1រវាងពាក់កណ្ដាលទី1សតវត្សទី3បាទហើយឥណ្ឌាហ្នឹងនាំយកឥទ្ធិពលសិល្បៈសាសនាសរសិលច្បាប់រដ្ឋបាលអីមកឲ្យពួកនៅអាស៊ីអាគ្នេយ៍ហ្នឹងចឹងហើយបានពួកនៅអាស៊ីអាគ្នេយ៍យើងហ្នឹងទទួលយកជំនឿអីអស់ហ្នឹងពីស្រុកឥណ្ឌាមកទៅនេះដែលសំខាន់គឺគាត់ចង់និយាយពីឥទ្ធិពលឥណ្ឌាមកដែនដីអាស៊ីអាគ្នេយ៍ជាពិសេសចាមហ្នឹងបានបន្តទៅទៀតលោក Louis Fino ឆ្នាំ1927បន្ទាប់ពីលោកម៉ាជុំដាចេញសភៅហ្នឹងទៅគាត់មានសរសេរជាអត្ថបទ review ហើយគាត់អត់មាននិយាយអីច្រើនតាក់ទងទៅនឹងអ្វីដែលលោកម៉ាជុំដានិយាយនៅក្នុងពីសាលាចរិតវោកាញ់ក្នុងអត្ថបទរបស់គាត់ហ្នឹងទេគាត់មានបញ្ជាក់បន្តិចលោក Louis Fino នឹងបញ្ជាក់បន្តិចថាម៉ាជុំដានឹងសរសេរឈ្មោះវោកាញ់ក្នុងអត្ថបទរបស់ខ្លួននឹងខុសហើយអត់ត្រូវទេប៉ុន្តែនៅក្នុងឆ្នាំ1927ដូចគ្នានៅក្នុងប្រតិបត្តិអាស៊ីឬក៏ Journal Asiatic ហ្នឹងគឺគេមានប្រជុំមានសេអង្គគេមួយប្រជុំទៅនៅក្នុងហ្នឹងគេមាននិយាយស្អីហោហែទៅហើយមាននិយាយប្រាប់ថាលោក Louis Fino ហ្នឹងយល់ថាសាលាចរិតវោកាញ់ហ្នឹងអាចជាសាលាចរិតរបស់ក្រុមណាមួយដែលចំណុះឲ្យហ្វូណានហើយក្រោយមកពួកចាមមកនៅកន្លែងនឹងវិញដេញពួកនឹងចាញ់ឬក៏គ្រប់គ្រងពួកនឹងអីចឹងទៅធ្វើឲ្យបាត់ផោះតាងអ្វីដែលជារដ្ឋនៅក្រោមចំណុះរបស់ហ្វូណាននេះគឺជាអត្ថបទនឹងមានតែមួយកថាកាន់ប៉ុណ្ណោះពី Monsieur Louis Fino ប្រេសងអីចឹងទៅរហូតមកដល់ត្រឹមនេះតែសេតែប៉ុណ្្នឹងទេប៉ុន្តែសេចក្តីដែលចុះនៅក្នុងប្រតិបត្តិឆ្នាំ1927ខែសង់វីយេទៅខែម៉ាខែមករាទៅនឹងបានជះឥទ្ធិពលទៅលើអ្នកស្រាវជ្រាវមួយចំនួនដែលបន្តយកគំនិតហ្នឹងទៅនិយាយតាមតែគាត់អ្វីដែលគាត់និយាយគឺមានតែមកកថាខណ្ឌនៅត្រឹមប៉ុណ្្នឹងទេជាសង្ខេបទៅខ្ញុំមើលទៅសួរគេសួរឯងអ្នកចេះបារាំងអីទៅគឺអាចសង្ខេបបានថាគាត់លោក Louis Fino ថាឈ្មោះ Funan ហ្នឹងអាចត្រូវនឹងពាក្យខ្មែរថាក្រុងភ្នំគាត់ថាគាត់យល់អញ្ចឹងអត់មានបញ្យល់អីច្រើនទេមានន័យថាស្ដេចភ្នំហើយក្រោយមកលោកយកសេដេសអីកាន់តែពង្រីកគំនិតហ្នឹងថាប្រៀបធៀបជាមួយនៅស្រុកជ្វាអីគេស្ដេចសៃឡេនត្រាសៃឡាអ៊ីនត្រាសៃឡានឹងភ្នំអ៊ីនត្រានឹងស្ដេចអញ្ចឹងណាស្ដេចភ្នំដែរអញ្ចឹងទៅដែលមានជ័យជំនះរបស់បាទភវវរ្ម័នទី1ទៅលើស្ដេចភ្នំមាននិយាយនៅក្នុងសាលាចរិតខណ្ឌជ័យសាលាចរិតខណ្ឌជ័យមកសតវត្សទី7អីហ្នឹងគាត់ប្រាប់ថាគាត់ពុះលេខប្រមាណអីប្រមាណពីសាលាចរិតសំទោសសាលាចរិតខណ្ឌជ័យហ្នឹងណាអញ្ចឹងប្រហែលជាមិនអ្វីក្រៅពីការដណ្ដើមហ្វូណានហ្នឹងទេលោកយល់ថាហ្វូណានត្រូវព្រះអង្គម្ចាស់ចតុសេនក្រោយមកជាព្រះបាទមហិន្ទវរ្ម័នហ្នឹងជាប្អូនរបស់ស្រីភវវរ្ម័នហ្នឹងវាយរុញពួកហ្នឹងទៅនៅដែនកូសាំងស៊ីនវិញដែលជាកន្លែងរក្សាអំណាចរហូតដល់សតវត្សទី7ដេញចុះទៅខាងមាត់សមុទ្រអញ្ចឹងណាទៅកន្លែងម្ដុំវោកាញ់ហ្នឹងហើយពួកហ្នឹងអស់ឥទ្ធិពលអីទៅសតវត្សទី7គាត់មានបានបញ្ជាក់ថាមានផុសតាងអីដែលអាចបង្ហាញឲ្យឃើញអញ្ចឹងអីចឹងគឺថាអត់ទេគាត់ថាអញ្ចឹងហើយចុងក្រោយលោកសន្និដ្ឋានថាជារឿងដែលអាចទៅរួចដែរដែលទីតាំងនិងទីលំនៅរបស់ពួកនៅខាងត្បូងអណាមដែលបានបន្សល់សាលាចរិតវោកាញ់ប្រហែលជាគ្រិស្តសករាជឆ្នាំ200ហ្នឹងជានគរចំណុះតូចមួយរបស់នគរហ្វូណានហើយមានមុនចាមដែលមកនៅរស់នៅតំបន់ហ្នឹងគាត់និយាយអញ្ចឹងគាត់មានបានបង្ហាញបោះតាំងលំអិតស៊ីជម្រៅហើយក៏មិនដែលឃើញមានអត្ថបទរបស់គាត់ណាផ្សេងដែលបញ្ជាក់ពីលើរឿងហ្នឹងទេមានតែប៉ុណ្្នឹងឯងបាទមានតែប៉ុណ្នេះ
គឺទៅសេមកតែប៉ុណ្ណឹងអញ្ចឹងអ្វីដែលគាត់និយាយថាប្រហែលជាពួកនឹងរស់នៅរហូតមុនពេលដែលមានចាមកាត់ចាមមកនៅក្រោយហ្នឹងវាពិបាកនឹងជឿដែរព្រោះមកតាមមកជួរមាត់សមុទ្រទាំងអស់ហ្នឹងចាមមកនៅយូរហើយហ្នឹងហ្នឹងដែរអ្នកក្រោយត្រឡប់មកមានមតិជំទាស់កន្លែងហ្នឹងដែរក្រោយមកទៀតលោកម៉ាជុំដាហ្នឹងបានសរសេរអត្ថបទទៀតដែរនៅក្នុងអត្ថបទស្ដីពីបុរាណលេខនៃសាលាចរិតប្រទេសចាមនៅក្នុងអត្ថបទហ្នឹងលោកលើកអំពីលោកអាបែបាហ្គាញដែលបានសិក្សាប្រៀបធៀបសាលាចរិតវូកាញ់នៅហ្គីរ៉ាណានិងខាន់ហេរីហ្នឹងដោយកំណត់ថាសាលាចរិតនោះមិនអាចមានអាយុលើសពីសតវត្សទី3ដែលផ្អែកទៅលើតួអក្សរដែលបានលើកកន្លងមកមានតនញមលចង្យោយជាដើមហ្នឹងណាហើយនៅពេលនេះលោកម៉ាជុំដាគាត់ថាសាលាចរិតនៅវូកាញ់ហ្នឹងវាអត់មានលក្ខណៈជាអក្សរឥណ្ឌាភាគខាងត្បូងសោះហើយក៏វាអត់ដូចនឹងសាលាចរិតនៅហ្គីរ៉ាណានិងខាន់ហេរីនឹងដែរគាត់ថាអត់ទេហើយគាត់លើកប្រៀបធៀបអីផ្សេងវិញគាត់បដូចសាលាចរិតវូកាញ់ហ្នឹងទៅនឹងសាលាចរិតរបស់អាណាចក្រពួករាជវង្សពួកគូសាននៅស្រុកឥណ្ឌាដោយគាត់ប្រៀបធៀបផ្អែកទៅលើឯកសាររបស់លោកប៊ូលីយ៉ាIndish Palography បុរាណលេខនៃប្រទេសឥណ្ឌាហើយជាទៅសេជាភាសាអាល្លឺម៉ង់ឬក៏អីណាគាត់ទៅវាស្តៀងប្រាំងអង់គ្លេសទៅ Indish ក៏នឹងដឹងតែឥណ្ឌាហ្នឹងអញ្ចឹងជាចុងក្រោយលោកសន្និដ្ឋានថាពួកឥណ្ឌាដែលមកកាន់ដែនដីនៃគ្រប់គ្រងនៅពួកចាមដំបូងហ្នឹងគឺពួកមកពីតំបន់កណ្ដាលនៃឥណ្ឌាខាងជើងនោះវិញក្រោយមកទើបពួកប៉ាឡវៈឬពួកកាដាំបះចាប់ផ្ដើមលេចឥទ្ធិពលច្រើននៅរវាងសតវត្សទី4ដល់ទី6ទៅអញ្ចឹងពួកអស់ហ្នឹងក៏វាដូចថាបាត់ឥទ្ធិពលបន្ទាប់ពីសតវត្សទី8ទៅវាលែងមានវិញហើយអញ្ចឹងគាត់សន្និដ្ឋានខុសគេខុសឯងថានៅឥណ្ឌាភាគខាងជើងអ្នកស្រាវជ្រាវក្រោយមកទៀតគេអត់យល់ដូចគាត់ទេបន្ទាប់មកនៅឆ្នាំ1935មានសាស្ត្រីឈ្មោះនីលកន្ធតាហ្នឹងក៏អ្នកស្រាវជ្រាវល្បីនៅស្រុកឥណ្ឌាមួយរូបដែរគាត់ទៅសេពីប្រភពនៃអក្សរចាមចុះផ្សាយក្នុងប្រតិបត្តិសាលាបារាំងចុងបូព៌ា BFO ហ្នឹងជំទាស់ទៅនឹងសមត្ថកម្មរបស់លោកម៉ាជុំដាដែលបានលើកមាញ់ហ្នឹងអញ្ចឹងយើងឃើញអ្នកស្រាវជ្រាវណាគឺថាគេទៅសេអញ្ចឹងទៅអ្នកក្រោយមកគេយល់អត់ដូចអញ្ចឹងគេមានផុសតាំងផ្សេងគេទៅសេអត្ថបទឆ្លើយតបទៅបដិសេធជំទាស់តាមរបៀបវិទ្យាសាស្ត្រអញ្ចឹងលោកបង្ហាញថាសាលាចរិតវូកាញ់ជាសាលាចរិតចាស់ជាងគេបំផុតរបស់ចាមនិងជាចំណុចចាប់ផ្ដើមនៃអក្សរចាមលោកម៉ាជុំដាដែលអះអាងថាសាលាចរិតនឹងមកពីឥណ្ឌាភាគខាងជើងគណៈដែលអ្នកស្រាវជ្រាវមុនហ្នឹងថាមកពីឥណ្ឌាភាគខាងត្បូងអញ្ចឹងលោកបានលើកពីទស្សនៈលោកម៉ាជុំដាមកហើយលោកថាអត់ទេលោកពន្យល់ថាប្រការដែលអក្សរនៅក្នុងសាលាចរិតវូកាញ់ខ្វះលក្ខណៈមួយចំនួនដូចសាលាចរិតនៅភាគខាងត្បូងឥណ្ឌាហ្នឹងដោយសារតែសាលាចរិតហ្នឹងវាមានលក្ខណៈចាស់អញ្ចឹងយកលក្ខណៈចាស់ហ្នឹងទៅធៀបជាមួយនៅឥណ្ឌាដែលវាមើលតាមកំណត់គាត់យល់ថាវាចាស់ជាងនៅឥណ្ឌាមួយចំនួនណាហើយយកទៅប្រៀបធៀបជាមួយឥណ្ឌាភាគខាងជើងហ្នឹងគឺអត់ត្រូវទេគាត់យល់ថាអត់ត្រូវទេលោកបានប្រើវិធីសាស្ត្រប្រៀបធៀបតួអក្សរយកតួអក្សរកអក្សរណសញ្ញាស្រៈមួយចំនួនដែលមាននៅក្នុងសាលាចរិតនៅឥណ្ឌាភាគខាងត្បូងដូចជានៅកិយាពេតហើយនឹងនៅក្នុងតារាងអក្សររបស់ប៉ាឡវៈអីហ្នឹងគាត់ថាក៏លើកឧទាហរណ៍ដូចជាពាក្យស្រីស្រីមាញ់មិញហ្នឹងគឺថាវាមានលក្ខណៈដូចជាទម្រង់អក្សរប៉ាឡវៈមែនទេប៉ាឡវៈវាមករៀងក្រោយបន្តិចហើយអញ្ចឹង
នៅក្នុងសាលាចរិតវោកាញ់ជាលំនាំដើមដែលមានអក្សរសក់ជ្រុងជ្រុងបញ្យល់ថាក្នុងមើលទៅរៀងអក្សរជ្រុងជ្រុងតែមែនតើវាមិនជ្រុងវាមានរៀងដូចក្បាលព្រួញអញ្ចឹងក្បាលព្រួញចុះមកក្រោមអញ្ចឹងតែនៅក្នុងហ្នឹងគាត់ថាមានអក្សរជាសក់ជ្រុងឬក៏សក់ប្រអប់ក្នុងអត្ថបទភាសាអង់គ្លេសមួយចំនួនគេហៅ head box គេថាសក់ប្រអប់ក្បាលវាប្រអប់ជ្រុងជ្រុងបាទរីឯព្យញ្ជនៈតូចដែលសរសេរនៅក្រោមបន្ទាត់ហ្នឹងប្រហែលជាគាត់សម្ដៅដល់ជើងព្យញ្ជនៈហ្នឹងច្រើនមាននៅឥណ្ឌាភាគខាងត្បូងខ្ញុំគាត់ប្រយ័ត្នពយល់ប្រៀបធៀបអីទៅគឺថាគាត់ទាញថាវាមិនមែនខាងជើងទេមកជុំដានិយាយហ្នឹងអត់ត្រូវទេអញ្ចឹងគាត់សន្និដ្ឋានថាសាលាចរិតវោកាញ់មានប្រភពអក្សរមកពីឥណ្ឌាភាគខាងត្បូងអីដែលមកជុំដាលើកយកមកនិយាយហ្នឹងគឺអត់ត្រឹមត្រូវទេលក្ខណៈដូចគ្នាខ្លះទៅនឹងអក្សរភាគខាងជើងដោយសារតែអក្សរទាំងពីរភាគខាងត្បូងក៏ដោយភាគខាងជើងក៏ដោយហ្នឹងចេញមកពីអក្សរប្រាមីតែមួយអញ្ចឹងមានលក្ខណៈខ្លះដូចគ្នាអញ្ចឹងអក្សរចរិតចាមដែលចាស់បំផុតដែលបន្ទាប់ពីវោកាញ់ទៅគឺសាលាចរិតរបស់ព្រះបាទភទ្រវរ្ម័ននៅខាងស្រុកចាមនោះបន្ទាប់ទៅទៀតនៅឆ្នាំ35នឹងដដែលលោកឆាប់រាគាត់ទៅសេអត្ថបទពីការពង្រីកឥទ្ធិពលវប្បធម៌ឥណ្ឌូអារ្យ័ននៅក្នុងរជ្ជកាលពលវៈហ្នឹងផ្អែកតាមសាលាចរិតគាត់និយាយពីសាលាចរិតវោកាញ់ដែរសាលាចរិតសង្ស្ក្រឹតដែលចាស់ជាងគេរបស់ចាមហ្នឹងគឺប្រើអក្សរពលវៈក្រាន់ថារវាងសតវត្សទី2ទី4ឥឡូវចាញ់មកមួយទៀតគាត់ភាសាគាត់និយាយពីឥទ្ធិពលរបស់ពួករាជវង្សពលវៈហ្នឹងគាត់ថាអក្សរហ្នឹងមកពីពលវៈហើយនឹងក្រាន់ថាក្រាន់ថាហ្នឹងនៅក្នុងឯកសាររបស់បងប៉ាងខាត់អីមានអត្ថបទហ្នឹងប្រហែលលោកបានមើលដែរគាត់លោកសរសេរថាក្រិនធៈដាក់ស្អេកវិញពាក្យត្រូវគឺអត់ស្អេកទេណាតែមានអាយុកាលរវាងសតវត្សទី2ទី4ហើយលោកប្រៀបធៀបអត្តន័យនៅក្នុងការបូជាទាំងវាយមានមាសប្រាក់ហ្នឹងច្រឡំសេចេញប្រាស់បាទសង្ហារឹមអសង្ហារឹមអីហ្នឹងក៏ដូចទៅនឹងការបូជាវិស្វជិតអតិរាតជាការបូជាដែលមាននៅក្នុងកពីវេទអញ្ចឹងលោកយល់ថាសាលាចរិតហ្នឹងជាសាលាចរិតព្រហ្មញ្ញសាសនាមិនមែនពុទ្ធសាសនាទេព្រោះអ្វីដែលមានទៅសេក្នុងហ្នឹងគាត់សង្កេតឃើញមាននៅក្នុងការបូជាវិស្វជិតអតិរាតហ្នឹងនៅក្នុងកពីវេទដែរក្នុងសម័យវេទដែរគាត់បានយកសាលាចរិតហ្នឹងថាបង្ហាញពីការសាយភាយព្រហ្មញ្ញសាសនានៅសម័យដើមរបស់ចាមមុនពុទ្ធសាសនាហើយលោកបានកែសម្រួលស្នាកែសម្រួលអំណាចណាមួយចំនួនដែលមាននៅក្នុងសាលាចរិតហ្នឹងកណ្ដាកែទៅវាមានសេចក្តីសន្និដ្ឋានផ្សេងដែរចុងបញ្ចប់ហ្នឹងលោកថាសាលាចរិតហ្នឹងជាកំណត់ត្រាដំបូងនៃការថ្វាយការបូជាទាំងវាយចំពោះព្រាហ្មណ៍នៅឯនាយសមុទ្រដំបូងគេដែលបង្ហាញអំពីឥទ្ធិពលឥណ្ឌាណាឥណ្ឌានីយកម្មសំស្ក្រឹតនីយកម្មនៅអាស៊ីអាគ្នេយ៍ហ្នឹងពួកឥណ្ឌាគឺថាព្យាយាមយកអាហ្នឹងយកមកប្រើប្រាស់ធ្វើជាផតាំងនៅក្នុងការផ្សាយឥទ្ធិពលឥណ្ឌាមកដែនអាស៊ីអាគ្នេយ៍តបមកលោក Dinesh Chan Sarkar មើលជាអង់គ្លេសគេសេអាស៊ីកាដែលឈ្មោះគាត់ជាសំស្ក្រឹត Sarkar តែអាហារទៅចេញស៊ីកាដែរគាត់ទៅសេអត្ថបទពីការបរិច្ឆេទដំបូងនៃសាលាចរិតសំស្ក្រឹតប្រទេសចាមហើយលោកបានលើកសមត្ថកម្មជំទាស់ទៅនឹងការបការបរិច្ឆេទរបស់អ្នកសិក្សាមុនមាន Berghain មាន Fino មានម៉ាជុំដាដែលគាត់រិះគន់ថាការដែលយកតែលក្ខណៈតួអក្សរមកគិតមកមើលតែម្យ៉ាងហ្នឹងវាអត់គ្រប់គ្រាន់ទេអញ្ចឹងលោកស្នើមានវិធីសាស្ត្រថ្មីណាស្នើថាត្រូវពិនិត្យបន្ថែមទៅលើកត្តាភាសារចនាបថនៃការប្រើប្រាស់បទកំណាព្យដែលមាននៅក្នុងសាលាចរិតហ្នឹងមកគិតផងអញ្ចឹងគាត់លើកថាសាលាចរិតនៅឥណ្ឌាមុនសតវត្សទី1ភាគច្រើនជាសាលាចរិតប្រាក្រឹតហើយសតវត្សទី2មានប្រាក្រឹតនិងប្រាក្រឹតលាយសំស្ក្រឹត
សតវត្សទី2មកភាគច្រើនវាមានប្រាកឹកលាយសំស្ក្រឹតសុទ្ធហ្នឹងអត់ទាន់មានទេសាលាចរិតសំស្ក្រឹតសុទ្ធទី1នៅរុត្តរដាម៉ាន់ហ្នឹងអឺត្រូវចំណាយពេលដើម្បីជំនួសសាលាចរិតសំស្ក្រឹតនៅតំបន់ផ្សេងទៀតអញ្ចឹងយកតែមួយដែលមកនិយាយនៅខាងដើមវាមានតែមួយហ្នឹងហើយនៅការពេញនិយមនៅតំបន់ផ្សេងទៀតវាអត់សូវមានហ្នឹងគាត់ថាយកតែប៉ុណ្្នឹងមកវាអត់ត្រូវសាលាចរិតនៅតំបន់ខាងលិចនិងពាយ័ព្យឥណ្ឌាលេចឡើងនៅរវាងពាក់កណ្ដាលសតវត្សទី2ប៉ុន្តែសាលាចរិតវូកាញ់បែរជាមានលក្ខណៈដូចទៅនឹងប្រហែលទៅនឹងសាលាចរិតរុត្តរដាម៉ាន់វិញនៅឥណ្ឌាភាគខាងកើតសាលាចរិតសំស្ក្រឹតចាប់ផ្ដើមមានច្រើននៅសម័យគូបតាចាប់ពីឆ្នាំ302ឯមកនៅតំបន់ភាគខាងក្រោមនៅម្ដុំដេកង់នេះឥណ្ឌាភាគខាងត្បូងហ្នឹងសាលាចរិតសំស្ក្រឹតមានរហូតដល់ពាក់កណ្ដាលសតវត្សទី9ណោះសំទោសសតវត្សទី4ឯណោះដូច្នេះហើយសាលាចរិតសំស្ក្រឹតដែលផ្សាយចេញពីពួកឥណ្ឌាមកកាន់តំបន់នោះវាមិនអាចចាស់ជាងចុងទី4ទេបើវាពេញនិយមនៅភាគខាងត្បូងនឹងរវាងពាក់កណ្ដាលសតវត្សទី4តម្រាំឲ្យផ្សាយពីនឹងមកដល់អាស៊ីអាគ្នេយ៍វាត្រូវចំណាយពេលយូរអញ្ចឹងវាអាចចាស់ជាងទី4ទេបើសិនបើអក្សរនេះនាំពីឥណ្ឌាភាគខាងលិចសាលាចរិតនេះមិនអាចមានអាយុកាលចាស់ជាងសាលាចរិតជូណាហ្គាត់របស់រុត្តរដាម៉ាន់នៅឆ្នាំ150ទេណាបាត់លើកឲ្យមើលអញ្ចឹងហើយបើសិនបើវាមកពីឥណ្ឌាភាគខាងកើតអក្សរចរិតសំស្ក្រឹតបែរคล้ายជារឿងធម្មតាបន្ទាប់ពីការងើបឡើងនៃរាជវង្សគូបតាមានន័យថាចាប់ពីសតវត្សពីដើមពាក់កណ្ដាលទី1សតវត្សទី4នេះមកណាប៉ុន្តែបើវាមកពីតំបន់អន្តរប្រក្រិតមានឥទ្ធិពលរហូតដល់ពាក់កណ្ដាលសតវត្សទី4ដូច្នេះការប្រើកំណាព្យបទវសន្តតិលកាដែលមិនប្រើជាទូទៅនៅសម័យមុនគូបតាអាចបញ្ជាក់ថាសាលាចរិតវូកាញ់ហ្នឹងអត់មានអាយុចាស់ជាងសតវត្សទី4ទេអញ្ចឹងគាត់ថាលោកសារកាហ្នឹងថាសាលាចរិតវូកាញ់អត់អាចចាស់ជាងសតវត្សទី4ទេណាវាអាចចាស់ត្រឹមតែពាក់កណ្ដាលសតវត្សទី4តមកលោកសារកានឹងចេញអត្ថបទទៅលោកយកសដេសនឹងចេញអត្ថបទដែរដើម្បីជំទាស់គាត់ជំទាស់ទៅនឹងគំនិតរបស់លោកសារកាហើយគាត់នៅតែលើកថាការប្រើវិធីសាស្ត្របុរាណលេខបទកំណាព្យរបាយការណ៍ចិនហ្នឹងអាចបញ្ជាក់ថាវាមាន accuracy វាមានភាពច្បាស់លាស់អីជាងអីដែលលោកសារកានធ្វើផងអញ្ចឹងលោកសដេសគាត់ថាសាលាចរិតហ្នឹងអត់អាចមានអាយុតិចជាងសតវត្សទី3ទេគឺពីទី3ថយក្រោយទម្រង់អក្សរហ្នឹងมันអាចជាឧបសគ្គនៅក្នុងការផ្សាយមកដែនដីឥណ្ឌូចិនទេបើបញ្យល់ថាដែលគេនៅឥណ្ឌាអញ្ចឹងមកពួកឥណ្ឌាវាចេញចូលមកស្រុកខ្មែររហូតដែរទេខុសគ្នាក៏មិនខុសអីយូរដែរអញ្ចឹងវាគ្មានជាឧបសគ្គណាដែលយល់ថានៅឥណ្ឌានោះវាមានហើយ100ឆ្នាំអីក្រោយមកបានវានៅអាស៊ីអាគ្នេយ៍នេះមានវាអត់ទេបន្ទាប់ពីលោកសារកាចេញអត្ថបទអីហ្នឹងមកហ្នឹងហើយទំទាស់នៅដដែលខ្ញុំអត់បានដូរទម្រង់អក្សរនេះបាទលោកប្រៀបធៀបសាលាចរិតវូកាញ់និងសាលាចរិតនៅហ្គិរណាដដែលដែលជាសាលាចរិតសំស្ក្រឹតគណៈពេលដែលនៅនោះសម្បូរសាលាចរិតប្រាក្រិតណាលោកសកសដេសហ្នឹងព្យាយាមបញ្យល់ទៅលើផុសតាងទាំងអស់ហ្នឹងដែលធៀបរឿងតួអក្សរហ្នឹងទៅនឹងឥណ្ឌាដដែលហើយលោកក៏លើកអំពីបទកំណាព្យដែលល្បីនៅស្រុកឥណ្ឌាវសន្តតិលកាហ្នឹងថាវាមានតាំងប្រភពតាំងពីសតវត្សទី1មកម៉េចអញ្ចឹងវូកាញ់ក៏វាអាចបើឈរទៅលើរឿងបទកំណាព្យហ្នឹងក៏វាអាចនៅសតវត្សទី2ឬអាចមកសតវត្សទី1ដែរផងបន្តទៅទៀតលោកលើកពីរបាយការណ៍ចិនថាស្រីមេរៈហ្នឹងអាចត្រូវគ្នាជាមួយគៀវលៀនជាបឋមក្សត្ររបស់នគរលីយីឆ្នាំ192ហ្នឹងហើយលោកដាក់ការសង្ស័យលើប្រភពសាលាចរិតនេះដែលថាជារបស់ចាមណាថាអាច
មែនបោះចាមតាមអីដែលលោក Fino និយាយដែរអាចប្រហែលជាអឺជារដ្ឋចំណោះមួយរបស់ Funan តបទៅបានគាត់ទាញសេចក្តីសន្និដ្ឋានមកជំហានបន្ទាប់ទៀតថាស្រីមេរៈហ្នឹងប្រហែលជាត្រូវគ្នានឹងហ្វាន់ជេម៉ាន់ដែលមាននៅក្នុងរបាយការណ៍ចិននៅរវាងចុងសតវត្សទី2ដល់សតវត្សទី3គាត់បញ្យល់ថាស្រីហ្នឹងអាចត្រូវនឹង C ហើយ C មកJ អញ្ចឹងណាបាទម៉ាហ្នឹងមកជាម៉ាន់ហើយហ្វាន់ហ្នឹងគឺវរ្ម័នហើយតែបើមើលទៅតាមអីដែលគាត់គិតហ្នឹងខ្ញុំគាត់ទៅដាក់ជាសញ្ញាសួរអ្នកដែលចេះថៃប្រកាសជាដឹងដូចមេរៈទៅជាម៉ានទៅជាម៉ាន់នេះហ្នឹងបើចិនវាអត់ទៅអញ្ចឹងហើយស្រីទៅ C ទៅ J ហ្នឹងគឺវាអត់មានចិនណាទៅថាស្រីចេញ C ចឹងទេអ្នកស្រាវជ្រាវក្រោយមកទៀតមានលោក Michael Vickery គាត់យល់ថាបើថាចិនណាថាស្រីហ្នឹងវាគួរតែទៅជាពាក្យពីរម៉ាត់កាលណាមានព្យញ្ជនៈពីរតួណាទៅជាពីរព្យាង្គវាអាចចេញជា C ទៅទេឬក៏មកជា J របៀបនេះទេចឹងហើយលោកបានលើករឿង Fan Jaeman រឿង Fan Jaeman ទៅប្រក្រាបនគរចិត្តខាងទៅអីទៅវាត្រូវគ្នាទៅនឹងគំនិតរបស់លោក Louis Fino ចឹងគាត់យល់ថាស្រីមេរៈហ្នឹងគឺ Fan Jaeman ដែរចឹងជាសរុបមកលោកសន្និដ្ឋានថាសាលាចរិតហ្នឹងអត់មានអាយុហួសឆ្នាំ230ទេដែលបង្ហាញថាអក្សរហ្នឹងមានចំណាស់តិចជាងសាលាចរិតនៅរុត្រាដាម៉ាន់ឬសូដាសនៅក្នុងប្រទេសឥណ្ឌាហ្នឹងតិចតួចតែប៉ុណ្ណោះណាតទៅទៀតលោក Jacques Sades ហ្នឹងចាញ់សភៅទៅសេជាបារាំងក្រោយមកប្រែជាអង់គ្លេសពីរដ្ឋ Hindu នៅអាស៊ីអាគ្នេយ៍កាលដំបូងឡើយក៏ប្រើរូចិននិងឥណ្ឌូនេស៊ីក្រោយមកប្រែទៅជាអង់គ្លេសទៅជា Indianized State of Southwest Asia ព្រោះអស់អាណានិគមបារាំងទៅវាលែងមានរូចិនអញ្ចឹងគាត់នៅតែលើកនិយាយអំពី Funan ថា Fan Jaeman ហ្នឹងគឺត្រូវនឹងស្រីមេរៈជាស្ដេចរបស់ Funan លោក Jacques Sades ដើរតាមគំនិតរបស់លោក Louis Fino នៅឆ្នាំ1927ហ្នឹងថានៅកន្លែងដែលមានសាលាចរិតវូកាញ់ហ្នឹងជាពួករដ្ឋចំណោះឲ្យ Funan ហើយមិនមែនជាបោះចានទេគឺបោះពួកហ្នឹងហើយដូច្នេះទើបលោកស្នើបន្តទៀតថាបើស្រីមេរៈត្រូវនឹង Fan Jaeman ពិតមែនសាលាចរិតហ្នឹងគឺបង្ហាញពីពូជពងរបស់ប្របាទស្រីមេរៈដែលគ្រប់គ្រងនៅតំបន់ហ្នឹងពីសតវត្សទី3ហើយនឹងបានចាត់ទុកថាជាឯកសារសំខាន់មួយសម្រាប់ប្រវត្តិសាស្ត្រ Funan សាលាចរិតនេះបង្ហាញថានៅពេលដែលវាទៅបានចារនៅតំបន់ដែលបានប្រតិស្ថានហ្នឹងភាសាសំស្ក្រឹតជាភាសាផ្លូវការនៃការិយាល័យរាជវង្សអានេះដែលយើងភាគច្រើនមើលសភៅរបស់សដេះហើយទៅសេមកតគ្នាថាភាសាផ្លូវការនៅសម័យនគរភ្នំគឺភាសាសំស្ក្រឹតណាវាមិនគួរឲ្យជឿថារាជការសម័យហ្នឹងប្រើសំស្ក្រឹតហើយទៅនិយាយសំស្ក្រឹតឲ្យអ្នកណាស្ដាប់ដូចពិបាកនឹងជឿណាមានសេចក្តីទៅចែកវែកញែកគ្នាច្រើនថាហេតុអីបានជានៅដើមសម័យដំបូងសាលាចរិតវាមានតែសំស្ក្រឹតវាអត់សាលាចរិតខ្មែរអីណាមានការទៅចែកវែកញែកច្រើនតែប៉ុន្តែរហូតទៅដល់ការសន្និដ្ឋានថាភាសាសំស្ក្រឹតជាភាសាផ្លូវការនៅក្នុងរាជវង្សនៅក្នុងរាជការហ្នឹងគឺវាជារឿងដែលពិបាកទទួលយកដែរណាដែលលោកសដេះយល់ថា Fan Jaeman ហ្នឹងបើនៅក្នុងឯកសារសាលាចរិតវាអត់មានវរ្ម័នទេគាត់ទៅយល់ថា Fan ហ្នឹងគឺវរ្ម័ន
ហើយជាធម្មតាវត្តមានហ្នឹងវានៅខាងក្រោយប៉ុន្តែនេះ fund វានៅខាងដើមគឺអ្នកស្រាវជ្រាវក្រោយមកទៀតជាពិសេសលោក Michael Vickery ហ្នឹងគាត់អត់ជឿហើយគាត់យល់ថាការដែលធ្វើសេចក្តីសន្និដ្ឋានរបៀបហ្នឹងគឺវាអត់ត្រូវហើយយើងមើលទៅដូចពិបាកទទួលយកដែរនេះគាត់ព្យាយាមផ្សារភ្ជាប់សុខសាស្ត្រហ្មងទៅស្រីមេរៈឲ្យគឺគាត់ចាប់ទៅផ្គងឲ្យត្រូវហ្នឹង Fan Jaeman ក្នុងឯកសារចិនហ្នឹងហេតុផលលើសពីហ្នឹងដូចជាអត់តបមកលោក Gaspadon នៅឆ្នាំ1953ហ្នឹងក៏បានទៅសេអត្ថបទទៀតពីសាលាចរិតដែលចាស់ជាងគេនៅតំបន់ឥណ្ឌូចិននៅតែលើកអំពីរឿងវោកាញ់ហ្នឹងមកនិយាយដដែលថាជាសាលាចរិតចាស់ជាងគេជាបតាំងពុទ្ធសាសនានេះគាត់ដើរតាមគំនិតរបស់លោក Louis Fino លោកលើកពីទស្សនៈអ្នកសិក្សាចំនួនមុនមកពិភាក្សាហើយបង្ហាញថាអ្នកមានអ្នកស្រាវជ្រាវថាផ្សេងហើយថាសាលាចរិតនេះអាចស្ថិតនៅក្នុងរវាងសតវត្សទី5ឬក្រោយបន្តិចហើយ Fan Jaeman ហ្នឹងគឺมันអាចត្រូវនឹងស្រីមេរៈទេហើយអ្វីដែលគាត់បានលើកបង្ហាញហ្នឹងគឺអញ្ចឹងតានេះដែលអ្នកឲ្យអាយុកាលខ្ចីជាងគេបំផុតហើយគឺនៅសតវត្សទី5ឬក៏ថាអាចក្រោយនឹងតិចផងមើលទៅតទៅមានអ្នកឥណ្ឌាឈ្មោះសារកាដែរតែកាលយានគូមាសារកាគាត់ទៅសេអត្ថបទពីសាលាចរិតដំបូងមកអស់នៅឥណ្ឌូចិនដែរគាត់ទៅសេចុះផ្សាយក្នុងទស្សនាវដ្តី Sino Indian Study ហើយគាត់ដូចជាយល់ស្របទៅនឹងសដេះហើយនឹង Fino នឹងសដេះតែថាសាលាចរិតហ្នឹងគឺចំណោះឲ្យក្រុម Funan អត់មានអីបញ្យល់អីលើសហ្នឹងទេគឺគាត់យោងទៅតាមគំនិតហ្នឹងហើយយកមកទៅសេចឹងទៅនៅឆ្នាំ1961កាមេលេសូផាតេចារិយាថាជានេះរបស់គាត់ហ្នឹងកាមេលេស្វារះហ្នឹងកាមេលេសូហ្នឹងបាទគាត់ទៅសេអត្ថបទមួយពីការពិនិត្យលម្អិតទៅលើបុរាណលេខសាលាចរិតវោកាញ់គាត់លើកថាអ្នកស្រាវជ្រាវទៅចែករឿងហ្នឹងអស់ជាច្រើនសតវត្សមកហើយអត់ស្របគ្នាទៅលើអក្សរនឹងការបរិច្ឆេទទេដោយសារតែរឿងហ្នឹងហើយបានគាត់ទៅការយកលក្ខណៈបុរាណលេខ paleography ហ្នឹងយកមកពិនិត្យសារឡើងវិញដោយមានសាលាចរិតរកឃើញថ្មីនៅឥណ្ឌាផ្សេងទៀតណាអញ្ចឹងទៅការយកមកពិនិត្យសាររើឡើងវិញគាត់បានលើកយកលក្ខណៈស្អីផ្សេងហ្នឹងមកនិយាយច្រើនគាត់ស្របទៅតាមអ្នកណាខ្លះគាត់ជំទាស់ទៅណាខ្លះណាហើយជាចុងក្រោយទៅគឺថាសាលាចរិតហ្នឹងគាត់អត់បាននិយាយគាត់អត់ផ្ដោតសំខាន់ថាបោះចាមឬបោះខ្មែរទេគាត់នឹងបង្ហាញសាលាចរិតហ្នឹងចាស់ជាងគេនៅឥណ្ឌូចិនហើយជាសាលាចរិតដែលទទួលឥទ្ធិពលនៅអាស៊ីអាគ្នេយ៍ត្បូងគេទទួលឥទ្ធិពលឥណ្ឌាបាទតោះទៅមានអាម៉ាត់ហាសានដានីគាត់នឹងដូចជាប៉ាគីស្ថានទេគាត់បានទៅសេពីសភៅបុរាណលេខឥណ្ឌាមាននិយាយមួយចម្ពោះហ្នឹងពីសាលាចរិតនៅអាស៊ីអាគ្នេយ៍ដែរហើយកាលណានិយាយពីអាស៊ីអាគ្នេយ៍លើកពីវោកាញ់ហ្នឹងមកនិយាយលោកលើកបង្ហាញថាអ្នកស្រាវជ្រាវមុនកំណត់ថារវាងសតវត្សទី2ដល់ទី4ណាការកំណត់ដល់ចំណាស់ហ្នឹងផ្អែកទៅលើជើងយោអីហ្នឹងគួរតែគិតឡើងវិញពីព្រោះលក្ខណៈដែលយកអាតួអក្សរយោធ្វើជាជើងដាក់នៅខាងក្រោមតែម្ដងហ្នឹងនៅស្រុកឥណ្ឌានៅគូជរ៉ាតនៅឥណ្ឌាភាគខាងលិចហ្នឹងមានប្រើដល់សតវត្សទី5នោះចឹងការឲ្យអាយុកាលសាលាចរិតនេះតិចដែលផ្អែកទៅលើភាសាសំស្ក្រឹតក៏លោកជំទាស់ដែរណាចឹងសេចក្តីសន្និដ្ឋានរបស់គាត់ខ្ញុំឡងមកតិចទៅសារពេលយូរនៅសល់ច្រើនដែរការសរសាលាចរិតវោកាញ់លោកឲ្យការបរិច្ឆេទគួរតែមានអាយុកាលស្ថិតនៅរវាងសតវត្សទី4ចុងសតវត្សទី4ដល់សតវត្សទី5ណាហើយលោកចាត់ទុកថាវោកាញ់ជាសាលាចរិតចាស់ជាងគេនៅអាស៊ីអាគ្នេយ៍និងជាចាស់ជាងគេនៅក្នុងប្រវត្តិអក្សរចាមអត់និយាយពីរឿងខ្មែរទេបាទលោកសារកានៅឆ្នាំ1965បានទៅសេសភៅមួយទៀតនិយាយពីជំរើសសាលាចរិតដែលតាក់ទងទៅនឹងប្រវត្តិសាស្ត្រនិងអរិយធម៌ឥណ្ឌាភាគទី1ណាក្នុងនោះមាន
និយាយពីសាលាចរិតរបស់សាលាចរិតវោកាញ់នឹងដែរហើយគាត់នៅតែរក្សាគំនិតថាជារបស់ Funan សន្ទុះទោះបីជាមានអ្នកស្រាវជ្រាវខ្លះថាជាសាលាចរិត Funan ក៏26ឆ្នាំក្រោយមកគាត់នៅតែយល់ថាបោះចាមដដែលមុននោះមាន Fino អីនៅនាំនិយាយថាលេងបោះចាមរបស់ខ្មែរទៅគាត់នៅតែយល់ចឹងដដែលហើយអក្សរហ្នឹងជាអក្សរប្រាំមីភាគខាងត្បូងរវាងសតវត្សទី2ទី3នឹងអាចមានអាយុកាលចាស់ជាងនឹងច្រើនជាងនឹងហួសនឹងបាទសំទោសខ្លួនហើយអីផ្សេងទៅគាត់នៅតែឈរទៅលើគំនិតដែលគាត់ធ្លាប់និយាយកន្លងមកទេGaspadon នេះខ្ញុំរកអត់បានបាទតបទៅនៅឆ្នាំ1969នៅក្នុងសភៅតែមួយហ្នឹងប៊ូលតាំងតែមួយហ្នឹងមានអ្នកស្រាវជ្រាវ2នាក់គឺលោក Jean Filioza ហើយនឹងលោក Claude Jacques នោះផ្ដោតសំខាន់ទៅលើរឿងអត្ថបទច្រើនជាង Jean Filioza គាត់ថាសាលាចរិតវោកាញ់ចាស់ជាងគេនៅឥណ្ឌូចិននិងឥណ្ឌូនេស៊ីលោកស្របទៅនឹងគំនិតរបស់លោកFino ដែលយល់ថាប្រហែលជានៅសាលាចរិតនោះរបស់ក្រុមណាមួយដែលនៅចំណោះឲ្យ Funan ហើយលោកលើកពីទស្សនៈមុនអញ្ចឹងទៅគាត់ស្របតាមតាណាជំទាស់តាមតាណាអញ្ចឹងណាហើយនៅពេលនេះហើយដែលលោកជំទាស់ទៅនឹងគំនិតរបស់លោក Fino ដែលស្នើថាជាសាលាចរិតរបស់ពុទ្ធសាសនាគាត់ថាស្ដេចពុទ្ធសាសនាអីឈ្មោះមាអញ្ចឹងបើមាគឺជាអ្នកផ្ចាញ់ពុទ្ធណាហើយការដែលប្រើពាក្យករណាស្អីការធ្វើដង្វាយអីហ្នឹងក៏វាមាននៅក្នុងទំនៀមព្រាហ្មណ៍ហើយនឹងតមិលដែរអញ្ចឹងគាត់ក៏ពិនិត្យអីទៅគាត់ស្នើថាស្រីមេរៈនេះគឺជាឋានន្តរនាមរបស់ពួកតមិលមកពីម៉ារ៉ាន់មានណខាងចុងហ្នឹងណហ្នឹងវាថាជាវិភ័តគេហៅការ៉ុនណការ៉ុនវាមាននៅក្នុងស័ព្ទដើមឯពេលតែប្រើទៅវាទៅបែកវិភ័តបែកអីគេមិនដែលប្រើទេហើយខ្មែរកាលណាមានអាណណចុងហ្នឹងខ្មែរមិនដែលប្រើទេដូចវរ្ម័នអញ្ចឹងមានវរ្ម័នពីណាក្នុងសាលាចរិតវាមានដែរវរមៈមេរៈនេះដូចគ្នាអញ្ចឹងគាត់ថាអាហ្នឹងគឺជាឥទ្ធិពលដែលមកពីពួកសន្តតិវង្សបញ្ញមកពីតមិលឥណ្ឌាភាគខាងត្បូងហ្នឹងហើយសាលាចរិតហ្នឹងមានអាយុកាលរវាងសតវត្សទី2ទី3អញ្ចឹងទៅClaude Jacques គាត់អត់ខ្វាយខ្វល់ច្រើនថាបោះចាមបោះ Funan បោះស្អីទេគាត់លើកតែផ្ទៃអត្ថបទហ្នឹងយកមកនិយាយជាសំខាន់មានអត្ថបទមួយទៀតរបស់ម៉ាជុំដាឆ្នាំ1970ខ្ញុំរកអត់បានដែរបន្ទាប់ទៅមានឆ្នាំ74មានលោកPaul Villay គាត់សរសេរពីអត្ថបទតាក់ទងទៅនឹងពួកតមិលគាត់មើលតែចំណងជើងដឹងថាគាត់គ្រប់គ្រងសមត្ថកម្មរបស់លោក Jean Filioza អញ្ចឹងស្រីមេរៈតថាប្របាទស្រីមេរៈប្រហែលមិនបានគ្រប់គ្រងនៅកន្លែងរកឃើញសាលាចរិតនេះទេគឺកូនចៅចំនួនក្រោយដែលមកឥណ្ឌូចិនរំលឹកដល់តែប៉ុណ្ណោះគាត់រំលឹកពីចដូនចតារបស់ខ្លួននៅតមិលហើយពួកកូនចៅហ្នឹងមកដល់ដែនដីអាស៊ីអាគ្នេយ៍ហ្នឹងហើយនៅឆ្នាំ1977លោក Jean Filioza បានសរសេរអត្ថបទមួយទៀតស្ដីអំពីភាសាសំស្ក្រឹតបាលីនៅតំបន់រូចិនហ្នឹងគាត់លើកថាសាលាចរិតនោះសតវត្សទី3ជាសាលាចរិតចាស់ជាងគេហើយជាសាលាចរិតនិកាយព្រះឥសូរហើយប្របាទស្រីមេរៈហ្នឹងគ្រាន់តែជាឋានន្តរនាមស្ដេចដែលមកពីតមិលប៉ុណ្ណោះសភៅនេះខ្ញុំរកអត់បានដែរជាសភៅសំខាន់មួយដែលលោក Michael Vickery បានដកស្រង់យកមកនិយាយជាសមត្ថកម្មរបស់គាត់ហើយក្នុងហ្នឹងគាត់ដូចបញ្យល់ថាការដែលចែកទ្រព្យសម្បត្តិអីហ្នឹងវាមិនមែនជារឿងនេះទេគឺជារឿងរបៀបទំនៀមនៅក្នុងពួកអូស្ត្រូនេស៊ីសភៅនេះដូចជានៅ CKS មានដល់ឆ្នាំ2023លោក Michael Vickery គាត់ទៅសេឡើងវិញពីរឿង Funan ហ្នឹងគាត់ជំទាស់ទៅនឹងសដេះហ្មងដែលយល់ថាស្រីមេរៈត្រូវនឹង Fan Cheman
ប៉ុន្តែការបញ្យល់របៀបហ្នឹងគឺអត់ត្រឹមត្រូវហើយការដែលថាហ្វូណានមានវិសាលភាពលាតសន្ធឹងទៅដល់វៀតណាមកណ្ដាលអីហ្នឹងក៏ជារឿងដែលមិនអាចទៅរួចដែរថ្ងៃយើងមើលវាពិបាកនឹងគួរឲ្យជឿមែនគ្រាន់តែលោកលូវីហ្វីណូនិយាយមួយម៉ាត់ហ្នឹងទៅស្ដេចមកលើកមួយម៉ាត់ថាតាមដែរហើយគំនិតហ្នឹងបានសាយភាយដល់អ្នកស្រាវជ្រាវមួយចំនួនជាពិសេសខ្មែរយើងយកមកប្រើទៅពីព្រោះគេថារបស់យើងហើយយើងទៅប្រឆាំងវាមិនកើតយើងលោក Michael Vickery អត់យល់ស្របទៅនឹងរឿងហ្នឹងដោយសារអីស្រីមេរៈវាអត់មានសូត្រូវគ្នានឹង Fan Chaeman សោះបើសិនបើនៅក្នុងកំណត់ត្រាចិនស្រីមេរៈវាគួរតែជា4ព្យាង្គពីព្រោះស្រីហ្នឹងវាស្រីវាត្រូវคล้ายទៅជាពាក្យ2ព្យាង្គនៅក្នុងភាសាចិនហើយសាលាចរិតវោកាញ់គឺតាក់ទងទៅនឹងរាជវង្សប៉ាន់យ៉ាស់របស់តមិលវាអត់តាក់ទងជាមួយនឹងហ្វូណានទេលោកយល់ថាហ្វូណានមិនបានលាតសន្ធឹងទៅភាគកណ្ដាលនៃវៀតណាមខាងត្បូងទេសាលាចរិតវោកាញ់ហ្នឹងក៏គួរតែមានតំណែងតំណងជាមួយចាមដើមច្រើនជាងប្រូតូចាមដោយសារលក្ខណៈអក្សរវាតាក់ទងនឹងសាលាចរិតត្បូងនៅលីនយីដូចថាអក្សរហ្នឹងវាចេញទៅនឹងអក្សរចាមក្រោយមកទៀតលក្ខណៈតួអក្សរភាសាលក្ខណៈមានលក្ខណៈជាឥទ្ធិពលឥណ្ឌាខាងលិចក្នុងកំឡុងសតវត្សទី4ទី5ឆ្នាំ2004លោក Karl Heinz Golzio ហើយជាគាត់អាល្លឺម៉ង់ហ្នឹងក៏បានប្រម៉ែប្រមូលសាលាចរិតចាមដែលគេធ្លាប់សិក្សាអីកន្លងមកហ្នឹងយកមកពិនិត្យសាររើសិក្សាបកប្រែសារឡើងវិញនៅក្នុងសភៅសាលាចរិតចម្ប៉ាលោកផ្ដោតសំខាន់ទៅលើការសិក្សានិងបកប្រែតែយ៉ាងណាក្តីក្នុងហ្នឹងគាត់បានបញ្ជាក់ថាសាលាចរិតវាមានអាយុកាលសតវត្សទី4តែវាអាចនៅចុងសតវត្សទី2ដល់សតវត្សទី3ដែរជាសាលាចរិតចាស់ជាងគេនៅអាស៊ីអាគ្នេយ៍ហើយគាត់អត់បាននិយាយថាសាលាចរិតហ្នឹងបោះចាមទេប៉ុន្តែគាត់ដាក់ក្នុងសភៅសាលាចរិតចាមមានន័យថាសាលាចរិតហ្នឹងគាត់យល់ថាជាបោះចាមហើយតទៅទៀតលោក William Sawood នៅឆ្នាំ2004សរសេរអត្ថបទពីរឿងរដ្ឋចាមដែលនៅតាមបណ្ដោយមាត់សមុទ្រហ្នឹងកថាសាលាចរិតនៅក្នុងអក្សរវោកាញ់ស្តៀងនឹងអក្សរសាលាចរិតរបស់រាជវង្សអ៊ីស្វាគុនៅឯ Nagarjuna-Nikonda ហើយនឹងប្រៀបធៀបជាមួយនឹងសាលាចរិតនៅដេកង់ផ្សេងគាត់លើកកន្លងមកថាគេឲ្យការបរិច្ឆេទចន្លោះសតវត្សទី1ដល់ទី5តែភាគច្រើនគេយល់ថានៅទី3នៅក្នុងសាលាចរិតហ្នឹងមានបច្ចេកសព្ទតាក់ទងនឹងព្រហ្មញ្ញសាសនានៅសម័យបុរាណ pre-Puranic បុរាណជាសម័យដែលគេប្រើកពីបុរាណនឹងច្រើនណាហើយគាត់ថាញាត្រាងញាចាងហ្នឹងអាចជាកំពង់ផែឬជាមជ្ឈមណ្ឌលពាណិជ្ជកម្មដំបូងដែលចូលទៅក្នុងបណ្ដាញពាណិជ្ជកម្មសមុទ្ររបស់ឥណ្ឌាដែលភ្ជាប់ទៅតំបន់ផ្សេងតាមផ្លូវធ្វើដំណើររកស៊ីរបស់ពួកឥណ្ឌាណាសាលាចរិតវោកាញ់ជាសាលាចរិតសំខាន់បង្ហាញពីការផ្លាស់ប្ដូរសម័យបុរេប្រវត្តិចូលទៅសម័យប្រវត្តិសាស្ត្រនៅអាស៊ីអាគ្នេយ៍បានបង្ហាញទំនាក់ទំនងផ្ទាល់ជាមួយនឹងឥណ្ឌាយ៉ាងនេះក្តីលោកបញ្ជាក់ថាការអះអាងថាសាលាចរិតនេះជារបស់ចាមឬហ្វូណានស្ថិតនៅក្នុងការជជែកពិភាក្សាមិនទាន់ដាច់ស្រេចទេការឲ្យការបរិច្ឆេទកំណត់ទៅលើលក្ខណៈតួអក្សរចំណែកការអះអាងផ្នែកបុរាណវិទ្យាមិនអាចគ្រប់គ្រងសមត្ថកម្មដែលគេនិយាយកន្លងមកហ្នឹងបានរឹងមាំទេផតតាំងបុរាណវិទ្យាផ្សេងហ្នឹងវាអត់មានសមត្ថកម្មរឹងមាំដើម្បីគ្រប់គ្រងអ្វីដែលគេបាននិយាយហ្នឹងគឺថាផ្អែកទៅលើតែលក្ខណៈតួអក្សរចឹងទៅ Michael Vickery បានសរសេរអត្ថបទមួយទៀតពីចម្ប៉ា Revise ឆ្នាំ2005ហ្នឹងគាត់ថាសាលាចរិតអាចចន្លោះពីទី2ទី4ការទៅចែកថាបោះចាមហ្វូណានរបស់រដ្ឋណាផ្សេងហ្នឹងអត់ទាន់ដាច់ស្រេចទេលោកសេដេស Maspero យល់ថាជារបស់ហ្វូណានហើយស្រីមេរៈគឺ Fan Chaeman ក្នុងឯកសារចិនគេយល់ថាសាលាចរិតជាសាលាចរិតពុទ្ធសាសនានិងក្រោយមកជាព្រហ្មញ្ញសាសនាលោកបានលើកអំពីទស្សនៈរបស់លោក Filioza លោក Sawood អំពីសាលាចរិតហ្នឹង Sawood ថាសាលាចរិតហ្នឹងបង្ហាញអំពីសង្គមគ្រួសារដែលប្រកាន់យកខ្សែខាងម្ដាយក្នុងសង្គមអូស្ត្រូនេស៊ីហើយស្រីមេរៈ
មានប្រភពអាចចេញមកពីតមិលដែលចាមទទួលយកមកប្រើហើយក្រោយមកជំនួសដោយវរមៈវរម័ននឹងវិញអញ្ចឹងពីដើមគេប្រើមីរៈក្រោយមកទៅជាវរម័នណាញាចាងញាត្រាហ្នឹងជាផ្លូវពាណិជ្ជកម្មដ៏សំខាន់ពីឥណ្ឌាទៅវៀតណាមខាងជើងហើយនិងចិនខាងត្បូងទីតាំងរកឃើញសាលាចរិតនេះសមហេតុផលដែលនាំឲ្យមានការចារសាលាចរិតវោកាញ់ដែលភ្ជាប់តំណែងជាមួយនឹងឥណ្ឌាពីដំបូងក្នុងការរកស៊ីទៅសាលាចរិតនេះមិនអាចចាត់ទុកថាជារបស់ហ្វូណានចម្ប៉ាឬលិនយីបាននោះទេប៉ុន្តែទស្សនៈរបស់លោកសាវូតបើសិនជាការយល់នឹងជាការពិតវាអាចតាក់ទងទៅនឹងចាមប៉ុន្តែមិនមែនលិនយីទេលិនយីដើមសម័យដំបូងអញ្ចឹងណារបស់ចាមទៅតបមកឆ្នាំ2010លោកសាការ៉ូជារុស្ស៊ីគាត់បានលើកយកលក្ខណៈរឿងកំណាព្យរឿងពាក្យដែលមានប្រើក្នុងសាលាចរិតហ្នឹងហើយគាត់សន្និដ្ឋានថាវាអត់អាចចាស់ជាងទី4ទេតែប្រៀបធៀបមួយឥណ្ឌាវាអត់មានផុតហ្នឹងណានៅចាស់ជាងហ្នឹងអញ្ចឹងគាត់ថាអាចនៅចុងទី4ដល់ទី5អានេះចុងក្រោយគេឆ្នាំ2024ហ្នឹងលោក Ashikuma បានទៅសេអត្ថបទមួយ chapter នៅក្នុងសៀវភៅ Recentering Southeast Asia Politics Religion and Maritime Connections ហ្នឹងយើងអត់មានអត្ថបទហ្នឹងរងចាំពេលវេលាដែលអាចរកបានដោយសារខ្ញុំយល់ថាវាមិនមែនជាពេលចាំបាច់ដែលត្រូវទិញសៀវភៅហ្នឹងឡើយប៉ុន្តែមើលនៅក្នុង abstract របស់គាត់ទៅគាត់ថាគាត់បានប្រើវិធីសាស្ត្រថ្មីចម្រុះគាត់ប្រម៉ែប្រមូលប្រភពឯកសារច្រើនណាស់តាក់ទងទៅនឹងឯកសារដែលមាននៅក្នុងសាលាចរិតនៅក្នុងសត្រាឯកសារតាក់ទងពុទ្ធសាសនារបស់ក្រុមអីផ្សេងនៅឥណ្ឌាសំទោសនៅអាស៊ីខាងត្បូងអាស៊ីកណ្ដាលអាស៊ីខាងកើតអាស៊ីអាគ្នេយ៍ទាំងអស់ហ្នឹងយកមកពិនិត្យពីនៅពិច័យណាហើយគាត់យល់ថាសាលាចរិតហ្នឹងតាម abstract ហ្នឹងគឺយល់ថាសាលាចរិតហ្នឹងរបស់ចាមអញ្ចឹងបើយើងសរុបជាទស្សនៈកន្លងមករបស់អ្នកស្រាវជ្រាវគឺថាសាលាចរិតហ្នឹងគេនិយាយគ្នាអត់ដាច់ស្រេចទេហេតុផលជាឲ្យមានទម្ងន់ធ្ងន់ហ្នឹងក៏អត់ធ្ងន់ដែលធ្វើឲ្យយើងជ្រះស្រឡះក្នុងចិត្តអាចជឿនរណាមួយបានច្បាស់លាស់ទេទាំងការបរិច្ឆេទទាំងសាសនាក្នុងហ្នឹងទាំងតាណាជាម្ចាស់គឺអត់ដាច់ស្រេចអ្នកស្រាវជ្រាវកន្លងមកច្រើនយល់ថាជារបស់ចាមច្រើនជាងខ្មែរអ្នកដែលយល់ថារបស់ចាមហ្នឹងវាច្រើនជាងរបស់ខ្មែរគណៈពេលដែលមានអ្នកស្រាវជ្រាវយល់ថាជាពួកកូនចៅជំនាន់ក្រោយរបស់តមិលដែលមកកាន់អាស៊ីអាគ្នេយ៍ដំបូងណាការបរិច្ឆេទដូចគ្នាចាស់ផុតទី2តិចផុតគឺទី5ណាហើយអ្នកស្រាវជ្រាវក្រោយមកច្រើនតែរុញមកអាយុកាលហ្នឹងរៀងតិចហើយសំទោសរៀងច្រើនឥឡូវថាតិចឬច្រើនណាសតវត្សមានន័យសតវត្សទី4ទី5អាយុកាលរបស់សាលាចរិតហ្នឹងកាន់តែថយតិចរុញមកសតវត្សកាន់តែច្រើនបាទហើយសាលាចរិតហ្នឹងមានលក្ខណៈចម្រុះគ្នារវាងពុទ្ធសាសនានិងព្រហ្មញ្ញសាសនាអ្វីដែលមានក្នុងហ្នឹងគឺថាពុទ្ធសាសនាក៏មានព្រហ្មញ្ញសាសនាក៏មានប៉ុន្តែបើយោងតាមការបកស្រាយអីចុងក្រោយរបស់លោកឆ្នាំ2004លោកជាជនជាតិអាល្លឺម៉ង់ហ្នឹងរឿងហ្នឹងវាមិនមែនជារឿងបូជាថ្វាយស្អីទៅរឿងសាសនាទេវាតាក់ទងទៅនឹងរឿងការចែកទ្រព្យសម្បត្តិអីច្រើនជាងអញ្ចឹងរឿងហ្នឹងអាចមិនមែនតាក់ទងរឿងសាសនាដែរសិតតែរឿងដែលអាចម្ខាងទាញហើយមានផតតាំងរៀងខ្លួនណាយ៉ាងណាក្តីគឺថាសាលាចរិតនឹងជាកម្មវត្ថុសម្រាប់អ្នកស្រាវជ្រាវបញ្យល់អំពីឥទ្ធិពលឥណ្ឌាដំបូងមកកាន់ដែនអាស៊ីអាគ្នេយ៍ហ្នឹងទោះបីថាសាលាចរិតហ្នឹងសតវត្សទី2ទី3ទី4ទី5អីក៏វានៅតែបង្ហាញថាឥទ្ធិពលឥណ្ឌាផ្សាយមកដែនដីហ្នឹងវាយូរមកហើយណាទោះបីជាសាលាចរិតហ្នឹងបោះព្រហ្មញ្ញសាសនាពុទ្ធសាសនាជាបោះចាមបោះហ្វូណានបោះពួកតមិលកូនចៅតមិលអីក៏ដោយក៏នៅតែបង្ហាញពីផុសតាងរបស់ឥណ្ឌាដែលមានឥទ្ធិពលមកអាស៊ីអាគ្នេយ៍ហ្នឹងយើងចេញទៅក្រៅគេប្រើអាហ្នឹងថាជាឥទ្ធិពលនៃការផ្សាយឥទ្ធិពលពីឥណ្ឌាមកកាន់ដែនអាស៊ីអាគ្នេយ៍
ដោយសារភាពមិនច្បាស់លាស់ក្នុងសាលាចរិតហ្នឹងសេចក្តីពិភាក្សាដែលមិនដាច់ស្រេចហ្នឹងនៅតែបន្តមានទៀតខ្ញុំជឿថាអញ្ចឹងនៅតែទៅចែកគ្នាហ្នឹងទោះបីថាយ៉ាងម៉េចក៏វាអត់ទៅផុតថាបោះខ្មែរបោះចាមបោះហ្វូណានឬបោះពួកប៉ាន់យ៉ាងហ្នឹងទេវាមិនអាចលើសអីពីពុទ្ធសាសនាព្រហ្មញ្ញសាសនាឬក៏មិនមែនវានៅតែអញ្ចឹងប៉ុន្តែយ៉ាងណាក្តីការពង្រីកជ្រុងវិធីសាស្ត្រវិភាគការប្រម៉ែប្រមូលប្រភពឯកសារផុសតាងទិន្នន័យយ៉ាងសម្បូរបែបទៅវាអាចជួយយើងមើលពីសាលាចំណេះបានកាន់តែទូលាយមើលបានកាន់តែទូលាយមិនមែនមានន័យថាមើលទៅឃើញថានឹងជារបស់ខ្មែរបានទូលាយទេនេះខ្ញុំសង្ខេបទៅថាទៅសេទៅមានតែមើលឃើញខុសម្សងមិញមើលមានឃើញខុសអីទេថ្ងៃនេះមើលឃើញខុសច្រើនដាក់ទៅថាអ្នកណាទៅសេអីខ្លះថាការបោះឆែតសតវត្សទីប្រមាណអីប្រមាណប្រើវិធីសាស្ត្រអីយកមកគិតហ្នឹងខ្ញុំបានធ្វើជាក្នុងតារាងនេះបាទក្នុងនេះគឺថាបង្ហាញពីរឿងអ្នកណាខ្លះដែលយល់ថាបោះចាមអ្នកណាខ្លះថាបោះហ្វូណានហ្វូនេះខ្ញុំមិនបានដាក់ទេសាប់អីព្រោះក្នុងហ្វុននេះដាក់បង្កើតដាក់ទៅបាត់សូអូទៅជន់គ្នាមួយជង្វរបាទយើងមើលទៅឃើញក្រហមអានឹងថាចាមមើលឃើញខៀវអានឹងខ្មែរហ្វូណានហ្នឹងខ្មៅនោះគឺថាអត់ខ្វល់បៃតងនោះគឺថាពួកប៉ាន់យ៉ាមកពីតមិលអញ្ចឹងគេយល់ថាបោះចាមនោះច្រើនជាងយើងមើលមកខ្មែរយើងវិញ